បងប្អូនប្រហែលជាគិតថាក្រដាសប្រាក់$100គឺជាក្រដាសប្រាក់ដែលធំជាងគេរបស់សហរដ្ឋអាមេរិកតែតាមពិតទៅកាលពីអតីតកាលក្រដាសប្រាក់$10,000គឺជាក្រដាសប្រាក់ដែលធំជាងគេនៅក្នុងសហរដ្ឋអាមេរិកទាំងនេះគឺជាឆ្នាំនិងឈ្មោះប្រធានាធិបតីនៅក្នុងលុយនីមួយៗរបស់សហរដ្ឋអាមេរិកក្រដាសប្រាក់$1គឺលោក George Washington ប្រធានាធិបតីទី1របស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ1862$2គឺរូបលោក Thomas Jefferson ប្រធានាធិបតីទី3នៅក្នុងឆ្នាំ1862ក្រដាសប្រាក់$5គឺលោក Abraham Lincoln ប្រធានាធិបតីទី16របស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ1861ក្រដាសប្រាក់$10លោក Alexander Hamilton លេខាទី1នៃសហរដ្ឋអាមេរិកនៃរដ្ឋាភិបាលឆ្នាំ1861ក្រដាសប្រាក់$20លោក Andrew Jackson ប្រធានាធិបតីទី7របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ1861ក្រដាសប្រាក់$50គឺលោក Ulysses Grant ប្រធានាធិបតីទី18នៅក្នុងឆ្នាំ1861ក្រដាសប្រាក់$100គឺលោក Benjamin Franklin បិតាស្ថាបនិកនៅក្នុងឆ្នាំ1861$500 William McKinley ប្រធានាធិបតីទី25នៅក្នុងឆ្នាំ1869ឯក្រដាសប្រាក់$1000វិញគឺរូបលោក Grover Cleveland ប្រធានាធិបតីទី22និងទី24របស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ1869ឯក្រដាសប្រាក់$5000គឺរូបលោក James Madison ប្រធានាធិបតីទី4របស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ1878ក្រដាសប្រាក់$10000គឺរូបលោក Salmon P. Chase លេខារដ្ឋាភិបាលទី25របស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ1918ឯលុយចុងក្រោយគេគឺក្រដាសប្រាក់$100000គឺរូបលោក Woodrow Wilson ប្រធានាធិបតីទី28របស់សហរដ្ឋអាមេរិកដែលបោះពុម្ពលើកដំបូងនៅក្នុងឆ្នាំ1934ប៉ុន្តែក្រដាសប្រាក់$500រហូតដល់ក្រដាសប្រាក់$10,000គឺមិនត្រូវបានចរាចរទេមូលហេតុមួយចំនួនគឺទី1តម្រូវការតិចទី2គឺការទប់ស្កាត់ឧក្រិដ្ឋកម្មទី3ទប់ស្កាត់ការក្លែងបន្លំទី4សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលបញ្ឈប់បោះពុម្ពនៅក្នុងឆ្នាំ1945និងដកចេញជាផ្លូវការជប់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ1969